តើអ្នកទាំងអស់គ្នាដឹងទេថាតើយើងត្រូវចំណាយពេលប៉ុន្មានថ្ងៃពីភពផែនដីទៅកាន់ភពនីមួយៗនៃប្រព័ន្ធព្រះអាទិត្យ 1. ពីភពផែនដីទៅកាន់ភពពុទ្ធត្រូវចំណាយពេល105ថ្ងៃ 2. ពីភពផែនដីទៅភព Venus ត្រូវចំណាយពេល49ថ្ងៃ 3. ពីភពផែនដីទៅកាន់ភពអង្គារត្រូវចំណាយពេល90ថ្ងៃ 4. ពីភពផែនដីទៅកាន់ភពព្រះហស្ថត្រូវចំណាយពេល725ថ្ងៃ 5. ពីភពផែនដីទៅកាន់ភពសៅរ៍ត្រូវចំណាយពេល1476ថ្ងៃ 6. ពីភពផែនដីទៅកាន់ភពអ៊ុយរ៉ានុសត្រូវចំណាយពេល3152ថ្ងៃ 7. ពីភពផែនដីទៅកាន់ភពនេបតូនត្រូវចំណាយពេល5036ថ្ងៃ 8. ពីភពផែនដីទៅកាន់ភពផ្លូតូត្រូវចំណាយពេល6829ថ្ងៃ 9. ពីភពផែនដីទៅកាន់ភពសែនរ៉ាត្រូវចំណាយពេល9037ថ្ងៃ និងទី10ដើម្បីទៅដល់ព្រះអាទិត្យយើងត្រូវចំណាយពេលត្រឹមតែ173ថ្ងៃតែប៉ុណ្ណោះ